មនុស្សគ្រប់គ្នាចង់ចេះលក់អនឡាញប៉ុន្តែមិនដឹងចាប់ផ្ដើមពីចំណុចណាទៅចំណុចណាដើម្បីឈរជើងឲ្យបានយូរអង្វែងនិងរីកចម្រើនទៅលើវិស័យមួយនេះវិស័យអនឡាញនៅពេលបច្ចុប្បន្ននេះគឺរកលុយបានច្រើនប៉ុន្តែត្រូវមានជំនាញតើជំនាញអ្វីខ្លះដែលយើងត្រូវមាននៅក្នុងវិស័យអនឡាញខ្ញុំសូមចែករំលែក5ជំនាញជូនទៅដល់បងប្អូនទី1គឺជំនាញបច្ចេកវិទ្យាបងប្អូនចង់រកស៊ីទៅលើវិស័យអនឡាញបងប្អូនត្រូវតែចេះជំនាញបច្ចេកវិទ្យាដូចជាការប៊ូត page ប៊ូត TikTok ការចេះលេខ Instagram ចេះ design វីដេអូនិងរូបភាពផ្សេងនេះគឺជាជំនាញបច្ចេកវិទ្យាដែលយើងចាំបាច់ត្រូវតែចេះទី2គឺជំនាញនៅក្នុងការធ្វើទីផ្សារនិងការលក់ហេតុអ្វីបានយើងត្រូវមានជំនាញនៅក្នុងការធ្វើទីផ្សារហេតុអ្វីបានយើងត្រូវមានជំនាញលក់អាចជំនាញទីផ្សារនិងការលក់នោះបងប្អូនអាចរៀនរយៈពេល1សប្តាហ៍ដើម្បីឲ្យចេះស្ទាត់និងខ្លាំងអញ្ចឹងណាធ្វើយ៉ាងណាដើម្បីធ្វើវីដេអូលក់ឲ្យបានធ្វើទីផ្សារបែបហ្នឹងដើម្បីឲ្យគេស្គាល់នៅផលិតផលនិងសេវាកម្មរបស់យើងទោះបីជាបងប្អូនមានផលិតផលល្អយ៉ាងណាក៏ដោយបើសិនបើយើងអត់ចេះធ្វើទីផ្សារគឺអត់អាចលក់ដាច់ទេហើយបើអត់ចេះលក់ទៀតរឹតតែអត់លក់អត់ដាច់អញ្ចឹងវាសំខាន់ណាអាការដែលយើងមានជំនាញទីផ្សារនិងការលក់គឺសំខាន់ពីព្រោះវាគឺជាតសៃឈាមរបស់ក្រុមហ៊ុនឬក៏អាជីវកម្មទី3គឺបងប្អូនត្រូវតែមានជំនាញនៅក្នុងការដឹកនាំគ្រប់គ្រងហើយនិងការបណ្ដុះបណ្ដាលហេតុអ្វីបានជាបងប្អូនត្រូវរៀនអំពីជំនាញនៃការដឹកនាំបងប្អូនចាំថាបើសិនបើបងប្អូនរកស៊ីតែឯងវាអត់អីទេតែបើបងប្អូនរកស៊ីជាមួយនឹងមនុស្សជាច្រើនគឺបងប្អូនត្រូវតែរៀនជំនាញក្នុងការដឹកនាំក្រុមការងារណាគ្រប់គ្រងក្រុមការងារបណ្ដុះបណ្ដាលក្រុមការងារជាពិសេសគឺ team របស់យើងនឹងគឺឲ្យខ្លាំងមានថាយើងខ្លាំងហើយគេក៏ខ្លាំងដែរហើយបើបងប្អូនអត់មានជំនាញដឹកនាំគ្រប់គ្រងការបណ្ដុះបណ្ដាលនោះទេគឺគេអត់សហការរកស៊ីជាមួយបងប្អូនទេពីព្រោះបងប្អូននៅខ្សោយអញ្ចឹងគេអត់អាចរកស៊ីជាមួយបានទី4គឺជំនាញនៃការលើកទឹកចិត្តតើបងប្អូនរាល់ថ្ងៃនេះគឺមានការលើកទឹកចិត្តចំពោះខ្លួនឯងនិងចំពោះក្រុមហើយឬនៅពីព្រោះជំនាញនៃការលើកទឹកចិត្តនេះគឺសំខាន់ណាស់ណាដល់ពេលដែលយើងមានបញ្ហាណាប្រឈមមានហានិភ័យផ្សេងគឺយើងត្រូវតែចេះលើកទឹកចិត្តទៅដល់ក្រុមការងារដើម្បីឲ្យគាត់មានស្មារតីរឹងមាំមានសន្ទុះខ្លាំងក្លាមានធម៌ពលនៅក្នុងការដំណើរការទៅមុខជាមួយនឹងអាជីវកម្មអញ្ចឹងអាជំនាញលើកទឹកចិត្តនេះគឺសំខាន់ខ្លាំងណាស់ទី5គឺកិត្តិយសឬក៏កេរ្តិ៍ឈ្មោះបងប្អូននៅពេលបច្ចុប្បន្ននេះអ្នករកស៊ីគឺគេត្រូវតែមានកេរ្តិ៍ឈ្មោះនិងកិត្តិយសនៅលើបណ្ដាញសង្គមបើសិនបើយើងអត់មានកេរ្តិ៍ឈ្មោះឬក៏កិត្តិយសល្អទេគេអត់សហការរកស៊ីជាមួយយើងទេដោយសារកេរ្តិ៍ឈ្មោះនិងកិត្តិយសនេះគឺសំខាន់ណាស់ដើម្បីឲ្យអាជីវកម្មមួយគេហ៊ានសហការចាយទុនណាឬក៏ចូលហ៊ុនជាតំណាងចែកចាយជាដៃគូសហការនេះបើសិនបើយើងអត់មានកេរ្តិ៍ឈ្មោះល្អទេគេអត់អាចសហការរកស៊ីជាមួយយើងទេអញ្ចឹង5ជំនាញនេះគឺជារឿងសំខាន់ដែលបងប្អូនត្រូវតែអនុវត្តនៅក្នុងការរកស៊ីទៅលើវិស័យអនឡាញហើយមានជំនាញផ្សេងទៀតបងប្អូនចូល comment បន្ថែមផងសូមអរគុណ